Hello សួស្តីអ្នកអរគ្នានេះមកគោះប្រេអបឡាចឹងពេលដែលយើងវិបលហ្នឹងគឺយើងគោះតែយើងពុកទៅអត់ទាន់កាត់បានទេអញ្ចឹងខ្ញុំរៀបរាប់ចាប់ពីពេលដែលយើងកាត់រហូតដល់ត្រេនពុកចានេះយើងពងគោះស្ដាប់ថាវាលំអងកាត់នៅអីហ្នឹងអញ្ចឹងហើយជាស្ដាយគឺវាអត់ទាន់លំអងតែកាត់ទៅយើងពុកទៀតរហូតដល់ហើយដែលយើងអាចកាត់វាបានឥឡូវនេះហើយថ្ងៃបន្ទាប់គឺយើងកាត់វាបានហើយអានេះយើងកំពុងតែដើរទៅមើលទៅមើលវាឥឡូវនេះដើរមកដល់ហើយដើរអាត្រេយើងគោះថ្ងៃមុនណាអានេះយើងថ្ងៃនេះគឺយើងមកកាត់វាតែម្ដងមកកាត់វាទៅបន្ទុំត្រេនក៏យើងកាត់បន្ទុំបានឆ្ងាញ់ណាត្រេនទុំជ្រុះនៅដើមមិនថាវាអត់ឆ្ងាញ់ទេវាឆ្ងាញ់តែចាញ់ត្រេននេះយើងកាត់បន្ទុំឯងឥឡូវនេះយើងកាត់ហើយត្រេនដែលចាស់ល្អត្រេនដែលយើងចង់ដឹងថាចាស់មិនចាស់គឺយើងកាត់ហើយគឺយើងសាក់នេះវាលឹកតងវាបើសិនតងវាកន្លែងនោះផ្អែមហើយគឺមានថាត្រេនហ្នឹងគឺចាស់ដល់កម្ពស់របស់វាអាចនិយាយថាយើងអាចកាត់បានយើងអាចបន្ទុំបានហើយទុកអត់យូរថ្ងៃទេត្រឹម2 3ថ្ងៃអីវាទុំអីណាអត់ដល់សម្រាប់ត្រេនដែលវាពេញទឹកណាហើយនេះមកផ្លែទៀតហើយហ្នឹងតែនេះអាផ្លែនេះយើងកាត់អត់ទាន់កោតទេដោយសារតែវាផ្លែក្រោយអាមិញណាវាផ្លែវាវគ្គក្រោយអាមិញបន្តិចអញ្ចឹងទុកវាបន្តិចទៀតបានអាចកាត់បានហើយឥឡូវថ្ងៃបន្ទាប់ទៀតគឺឯត្រេនដែលយើងកាត់ហ្នឹងគឺបានទុំអីអញ្ចឹងយើងសាកពុះវាភ្លក់រសជាតិមួយវាមើលសាច់ទាំងអស់គ្នាថាសាច់វាហ្នឹងរបៀបម៉េចស្អាតអត់ល្អអត់រសជាតិវាឆ្ងាញ់ខុសពីត្រេនដែលមានបន្លាអត់ឥឡូវយើងកំពុងតែជ្រៀកវាតាមខ្លាប់ហ្នឹងមកហើយវាអត់បន្លាវាស្រួលមួយយ៉ាងដែរបងប្អូនទាំងអស់គ្នាវាស្រួលមិនថានិយាយស្រួលពុះវាខ្លាច់មុខដៃខ្លាច់អីអញ្ចឹងណាបាទត្រេននេះបន្លាយើងចេះតែអូខ្លាច់មុខដៃចេះខ្លាច់មុខដៃចូលតែបាទត្រេននេះអត់ខ្លាច់មុខដៃទេគឺកាន់ដៃទំនុកចិត្តឥឡូវកំពុងតែជ្រៀកមើលសាច់អញ្ចឹងមើលខ្លាបគេនៅពេលអត់បន្លាហ្នឹងឃើញខ្លាបឡើងប៉ោងហ្មងឥឡូវនេះកំពុងតែចេញមកហើយយើងមើលអស់គ្នាថាសាច់វារបៀបម៉េចតែមួយខ្លាមនេះអត់សូវធំទេនេះមកហើយអូយយេមើលសាច់គេបងប្អូនអស់គ្នាឡើងលឿងរបស់គោហ្មងអាហ្នឹងពូជមិនថងទេគាត់ថាយើងបេះបន្លាវាតាំងនៅទូចអញ្ចឹងវាខ្លាចជាត្រេនអត់បន្លាហើយនេះមើលសាច់គេឡើងងមុតខ្ទិះហ្មងណាពូជមិនថងអានេះមិនចង់ឆ្ងល់ថាពូជអីបើអត់បន្លាពូជមិនថងតែគាត់ថាយើងបេះបន្លាវាតាំងវានៅដប់នៅពេញនេះកដៃយើងចាប់ដាំបេះបន្លាវាតែមើលសាច់គេ